មើលដៃគូសែនរ៉ាដេតដែលត្រូវដណ្ដើមខ្សែក្រវ៉ាត់ ISKA បងប្អូនតំណងអត់បងប្អូនធ្លាប់ប៉ះលោកគ្រូក្មេងសៀងហៃដែរបាទធ្លាប់ប៉ះគ្នាប៉ុន្តែនៅទឹកដីអេស្ប៉ាញនេះគឺថាកីឡាករម្នាក់នេះខ្លាំងបងប្អូនខ្លាំងមិនងាយមាននរណាគេឈ្នះគាត់នៅទឹកដីប្រកួតបានទេប៉ុន្តែលើកនេះសែនរ៉ាដេតគាត់ទៅនេះខ្ញុំគិតថាភាគរយគឺមានខ្លះដែរសែនរ៉ាដេតបើទោះបីជាគាត់ចាញ់ឈ្នះយ៉ាងណាគាត់ប្រឹងបាទខ្ញុំស្រឡាញ់គាត់ប្រឹងបាទគាត់ប្រឹងអស់ពីសមត្ថភាពរបស់ខ្លួនឯងបងប្អូនរៀងរូវរបស់បរទេសម្នាក់នេះមើលទៅឆ្ងាញ់មែនតើអាចថាជាបេក្ខភាពដ៏ស័ក្តិសមហើយប៉ះរបស់ពិតបែបនេះយកខ្សែក្រវ៉ាត់មកដល់ប្រទេសកម្ពុជាវិញគឺថាជាតិគូសមដែរបងប្អូនជាតិពួកយើងប្រកួតអស់ពីសមត្ថភាពយើងប្រកួតដើម្បីលើកមុខមាត់គុណខ្មែររបស់យើងលើឆាកអន្តរជាតិប៉ះកីឡាករខ្លាំងៗមកឃើញថាឆ្ងាញ់ភ្នែកទៅហើយបងប្អូនហើយ